ប្រពន្ធបាននិយាយថាយន្តហោះនឹងរ៉ាដា S400 របស់រុស្ស៊ីបានរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ SBU នៅក្នុងតំបន់ Novorossiysk របស់រុស្ស៊ីបើយោងទៅតាមប្រភពមួយនៅក្នុងទីភ្នាក់ងារបានប្រាប់មកកាន់កាសែត Kyiv Independent ថាសេវាសន្តិសុខអ៊ុយក្រែន SBU បានប្រាប់ប្រាស់នៃយន្តហោះគ្មានមនុស្សបើកវាយប្រហារទៅលើកំពង់ផែ Novorossiysk និងកន្លែងប្រេងរបស់រុស្ស៊ីកាលពីថ្ងៃទី14ខែវិច្ឆិកាកន្លងទៅដែលក្នុងនោះបានបំផ្លាញទៅលើយន្តហោះរួមទាំងប្រព័ន្ធការពារដែនអាកាស S400 Dream ចំនួន4គ្រឿងនិងរ៉ាដាចំនួន2ផ្សេងទៀតជាដំណឹងអ៊ុយក្រែនដែលបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយទៅលើតំបន់ Novorossiysk ដែលបានផ្ដោតទៅលើឃ្លាំងប្រេងនិងចំណតកុងតឺន័រហេដ្ឋារចនាសម្ព័ន្ធឆ្នេរនិងកប៉ាល់នេះបើយោងទៅតាមរបាយការណ៍បឋមរូបភាពជាពីផ្កាយរណបដែលទទួលបានដោយកាសែត Kyiv Independent បានបង្ហាញថាកាំជ្រួចមីស៊ីលប្រឆាំងយន្តហោះប្រភេទ S400 Dream ដែលត្រូវបានបំផ្លាញចំនួន4គ្រាប់ដែលត្រូវបានគេដាក់នៅឯមូលដ្ឋានយោធា Guben Orange Banner Regimentការវិប្រហារនេះក៏បានបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញរ៉ាដារបស់រុស្ស៊ីចំនួន2ផងដែរនោះគឺ 96N6 ដែលត្រូវបានគេស្គាល់ថាជា Chessboard ដែលវាជារ៉ាដាប្រមានទុកជាមុននិងប្រភេទ 92N6 Gravestone ដែលវាជារ៉ាដានៃការកំណត់គោលដៅមូលដ្ឋាននេះត្រូវបានគេរាយការណ៍ថាមានឧបករណ៍បាញ់បង្ហោះ X400 ចំនួន12គ្រឿងហើយប្រភពបានបង្ហាញថាកាំជ្រួចបន្ថែមជាច្រើនអាចនឹងត្រូវរងនឹងការខូចខាតនៅក្នុងការវាយប្រហារនេះផងដែរទន្ទឹមនឹងនេះប្រតិបត្តិការនេះត្រូវបានអនុវត្តដោយស្ថាប័ន SBU ដោយមានការគ្រប់គ្រងពីចរកម្មយោធាអ៊ុយក្រែន HO កងកម្លាំងការពារពិសេសនិងសេវាព្រំដែនរដ្ឋផងដែរយ៉ាងណាមិញកងកម្លាំងអ៊ុយក្រែនដែលបានកំណត់គោលដៅជាប្រចាំនៅមូលដ្ឋានប្រេងនៅក្នុងប្រទេសរុស្ស៊ីនិងនៅក្នុងទឹកដីអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ីក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីរំខានទៅដល់បណ្ដាញដឹកជញ្ជូននិងការផ្គត់ផ្គង់យោធារបស់ទីក្រុងម៉ូស្គូទីក្រុងកំពង់ផែ Novorossiysk មិនត្រឹមតែគ្រប់គ្រងប្រេងរបស់រុស្ស៊ីប៉ុណ្ណោះទេថែមទាំងដឹកជញ្ជូនពីព្រឹត្តិការណ៍សត្វស្ថានដែលបានផ្លាស់ប្ដូរជាង2លានបារ៉ែលនៅក្នុងមួយថ្ងៃដែលស្មើទៅនឹងប្រមាណ 5% នៃការផ្គត់ផ្គង់ប្រេងនៅតាមសមុទ្រពិភពលោកតម្លៃប្រេងបានកើនឡើងប្រហែល 2% នៅព្រឹកថ្ងៃទី14ខែវិច្ឆិកាកន្លងទៅចំពេលដែលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានវាយប្រហារកន្លែងស្តុកប្រេងនៅកំពង់ផែរបស់រុស្ស៊ីយ៉ាងណាមិញ Novorossiysk ក៏ជាមជ្ឈមណ្ឌលនាំចេញដ៏សំខាន់មួយនៃសមុទ្រខ្មៅដែលបានផ្អាកនៃការនាំចេញប្រេងបន្ទាប់ពីការវាយប្រហារនៅយប់ខែទី14ខែវិច្ឆិកាផងដែរនេះបើយោងទៅតាមប្រភពរបាយការណ៍របស់កាសែត Reuters ជារមិញប្រិមិត្តបងប្អូននៅគ្នាពាក់ព័ន្ធជាមួយនឹងការវាយប្រហាររបស់អ៊ុយក្រែននេះផងដែរបើយោងទៅតាមប្រភពពីសារព័ត៌មាន Reuters ក៏បានរាយការណ៍ផងដែរថានៃយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានបង្ខំឲ្យរោងចក្រប្រេងនៅក្នុងតំបន់សារទៅរបស់រុស្ស៊ីបានបង្ខំសម្រាប់ការផ្អាកដំណើរការបឋមរបស់ពួកគេបើយោងទៅតាមរបាយការណ៍ដែលបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី14ខែវិច្ឆិកាកន្លងទៅនោះដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថារោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីមួយនៅក្នុងទីក្រុង Saratov បានបញ្ឈប់ដំណើរការបឋមនៅបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាបន្ទាប់រោងចក្រចម្រាញ់ប្រេងគឺជាគោលដៅដែលញឹកញាប់នៃយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែននៅរដូវស្លឹកឈើជ្រុះនេះដោយការវាយប្រហារចុងក្រោយបំផុតបានកើតឡើងពេញមួយយប់ថ្ងៃទី14ខែវិច្ឆិកាដែលជាលើកទី4ចាប់តាំងពីខែកញ្ញាប្រពន្ធបាននិយាយថាការវាយប្រហារកាលពីថ្ងៃទី11ខែវិច្ឆិកាកន្លងទៅបានបង្កឲ្យមានការផ្ទុះនិងអគ្គិភ័យដ៏ធំមួយនៅក្នុងរោងចក្រហើយរោងចក្រនេះអាចនៅក្រៅបណ្ដាញរហូតដល់ចុងខែការវាយប្រហារមួយផ្សេងទៀតក្នុងចំណោមការវាយប្រហារថ្មីនេះក៏បានបង្កឲ្យមានភ្លើងឆាបឆេះធំផ្ទុកប្រេងដ៏ធំមួយនៅកន្លែងនោះផងដែរប្រភពបានបង្ហាញថា CDU 6ដែលជាអង្គភាពចម្រាញ់ប្រេងឆៅតែមួយគត់របស់រោងចក្រចម្រាញ់ប្រេងប្រហែលជាត្រូវបានវាយប្រហារនៅក្នុងការវាយប្រហារនោះដែលរោងចក្រចម្រាញ់ប្រេងនេះមានសមត្ថភាពកែច្នៃចម្រាញ់ប្រេងប្រហែល 20,000 តោននៅក្នុងមួយថ្ងៃដែលស្មើទៅនឹងប្រហែល 147,000 ធុងការវាយប្រហារនេះគឺជាការវាយប្រហាររយៈចម្ងាយឆ្ងាយជាងទាត់ចុងក្រោយបំផុតមួយទៅលើសមត្ថភាពចម្រាញ់ប្រេងរបស់រុស្ស៊ីដែលចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីហើយបានកើនឡើងយ៉ាងខ្លាំងក្នុងទំហំនិងបរិយាកាសនៃការវាយប្រហារច្រើនជាងនៅក្នុងឆ្នាំ2025នេះយ៉ាងណាមិញរោងចក្រចម្រាញ់ប្រេងក្នុងតំបន់សារ៉ាតូដែលផលិតផលប្រេងច្រើនជាង20ប្រភេទរួមទាំងប្រេងសាំងប្រេងម៉ាស៊ូតប្រេងអ៊ែនតូនីប៊ីតមីននិងប្រភេទនៃប្រេងជាច្រើនទៀតយោងទៅតាមអគ្គសេនាធិការរបស់កងទ័ពអ៊ុយក្រែនបានឲ្យដឹងថាគ្រឿងបរិក្ខារដែលបរិមាណនៃការកែច្នៃមានចំនួន 4.8 លានតោននៅឆ្នាំ2023ដែលវាបានជួបផ្គត់ផ្គង់ទៅដល់យោធារុស្ស៊ីសម្រាប់ការប្រើប្រាស់នៅក្នុងសង្គ្រាមនេះ
យ៉ាងណាមិញគូមិញចាយនៅផ្នែកថាសរតៅគឺស្ថិតនៅចម្ងាយប្រហែល150គីឡូម៉ែត្រពីព្រំដែនជាមួយនឹងប្រទេសកាហ្សាក់ស្ថាននិងជិត600គីឡូម៉ែត្រពីភាគខាងកើតជួរមុខក្នុងតំបន់នៃប្រទេសអ៊ុយក្រែនយ៉ាងណាមិញប្រិយមិត្តបងប្អូនអ្នកគ្នាដែលទៅនេះគឺជារបាយការណ៍នៃការវិប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនដែលបានបង្កនៅការខូចខាតកិច្ចការផ្អាកប្រតិបត្តិការនៅក្នុងរោងចក្រចម្រាញ់ប្រេងមួយចំនួនរបស់រុស្ស៊ីហើយយ៉ាងណាមិញទីតាំងនៃរោងចក្រចម្រាញ់ប្រេងក៏ដូចជាទីតាំងធម្មពលរបស់រុស្ស៊ីនេះគឺជាគោលដៅនៃការវិប្រហារដោយយន្តហោះគ្មានមនុស្សបើកក៏ដូចជាមីស៊ីលរបស់អ៊ុយក្រែនដែលពួកគេបានអះអាងថាទីតាំងទាំងនេះគឺជាទីតាំងស្របច្បាប់សម្រាប់ការវិប្រហាររបស់ខ្លួនដោយពួកគេគិតថាទីតាំងទាំងនេះគឺជាម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ីសម្រាប់ការផ្គត់ផ្គង់ត្រហរិយវត្ថុក៏ដូចជាការផ្គត់ផ្គង់ភស្តុភារទៅដល់យោធារុស្ស៊ីណាដែលពួកគេបានបើកការឈ្លានពានមកលើអ៊ុយក្រែនសម្រាប់រយៈពេលជិត4ឆ្នាំកន្លងមកនេះប្រិយមិត្តបងប្អូនអ្នកគ្នាយើងអាប់ដេតបន្ថែមចុងក្រោយពាក់ព័ន្ធជាមួយនឹងសមរភូមិចុងក្រោយនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅក្នុងតំបន់ Donetsk ដូចជាតំបន់ Zaporizhzhia ហើយយ៉ាងណាមិញបើយោងទៅតាមរបាយការណ៍នៅថ្ងៃទី15ខែវិច្ឆិកាម្សិលមិញបានបង្ហាញថាកងទ័ពអ៊ុយក្រែនបានដកខ្លួនចេញពីភូមិមួយនៅក្នុងសមរភូមិ Zaporizhzhia ដោយសារតែការវាយប្រហារក៏ដូចជាការរុលទៅមុខឥតឈប់ឈររបស់រុស្ស៊ីដែលពួកគេបានបង្កើននៅកម្លាំងទ័ពយ៉ាងច្រើនណាហើយទន្ទឹមនឹងនេះសម្រាប់ទីតាំង Pokrovsk គឺថាកងទ័ពអ៊ុយក្រែននៅពេលនេះកំពុងតែដាច់ស្បៀងដោយសារតែរុស្ស៊ីបានកាត់ផ្ដាច់នៅផ្លូវទំនាក់ទំនងហើយបានឡងព័ទ្ធកងទ័ពអ៊ុយក្រែនហើយយ៉ាងណាមិញស្ទើរតែ95%នៃតំបន់ Pokrovsk គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធារុស្ស៊ីអ្វីដែលជាការគួរឲ្យកត់សម្គាល់នោះគឺថារុស្ស៊ីបានប្រមូលផ្ដុំជាមួយនឹងកងកម្លាំងយ៉ាងច្រើនលើសលប់ដើម្បីធ្វើជាណាកាត់ផ្ដាច់ទំនាក់ទំនងសម្រាប់ការវាយសង្គ្រោះយកឈ្នះទៅលើកងទ័ពអ៊ុយក្រែននៅក្នុងទីតាំងសមរភូមិនេះដែលវាគឺជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់អ៊ុយក្រែនធ្វើជាណាដើម្បីគ្រប់គ្រងតំបន់ទាំងនេះបាននិងដើម្បីបង្ហាញអំពីការគ្រប់គ្រងទាំងមូលនៃតំបន់ Donbas ដែលធ្វើឲ្យអ៊ុយក្រែនមានការខាត់បោកយ៉ាងខ្លាំងហើយទន្ទឹមនឹងនេះផងដែរប្រិយមិត្តបងប្អូនអ្នកគ្នាសម្រាប់អ៊ុយក្រែននៅក្នុងពេលបច្ចុប្បន្ននេះបានកំពុងខ្វះខាតសម្រាប់គ្រឿងភស្តុភារសង្គ្រាមដោយសារតែការដឹកជញ្ជូនត្រូវបានកាត់ផ្ដាច់ដោយសារតែការវាយប្រហារក៏ដូចជាការកំណត់គោលដៅនៃយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីនៅក្នុងតំបន់សមរភូមិទាំងនេះយកទៅតាមអគ្គសេនាធិការកងទ័ពអ៊ុយក្រែនដើម្បីការពារបុគ្គលិកអ៊ុយក្រែនត្រូវបង្ខំសម្រាប់ការដកកងកម្លាំងរបស់ខ្លួនមកកាន់ទីមានសុវត្ថិភាពជាបណ្ដោះអាសន្នសិនដើម្បីរក្សានៅអាយុជីវិតរបស់កងកម្លាំងរបស់ខ្លួនដោយសារតែការវាយលុកក៏ដូចជាការប្រើប្រាស់នៃកាំភ្លើងប្លង់របស់រុស្ស៊ីខ្លាំងក្លាពេកដែលធ្វើឲ្យអ៊ុយក្រែនត្រូវបោះបង់នៅភូមិគឺជាទីក្រុងតូចៗមួយចំនួនហើយយ៉ាងណាមិញបើយកទៅតាមរបាយការណ៍កាលពីថ្ងៃទី13ខែវិច្ឆិកាកន្លងទៅគឺថាអ៊ុយក្រែនបានបោះបង់ភូមិចំនួន5ដែលត្រូវបោះបង់ឲ្យរុស្ស៊ីកាន់កាប់ដោយសារតែការវាយប្រហារក៏ដូចជាចំនួនលើសលប់របស់កងទ័ពរុស្ស៊ីរុលទៅមុខនៅក្នុងតំបន់ទាំងនោះយ៉ាងណាមិញនៅក្នុងទីក្រុងតូចមួយ Novoyarlovsk ដែលរុស្ស៊ីបានកាន់កាប់នៅក្នុងពេលកន្លងទៅនេះដោយសារតែការវាយប្រហាររបស់រុស្ស៊ីនោះ